នៅព្រឹកថ្ងៃទី17សីហា2026នៅភូមិរងចាំឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យលោកឈូប៊ុនរឿងប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបានដឹកនាំសហការីនៃមន្ត្រីអប់រំនិងគណៈគ្រប់គ្រងព្រមទាំងលោកគ្រូអ្នកគ្រូចុះប្រជុំនិងត្រួតពិនិត្យទីតាំងរោងចម្អិនអាហារសម្រាប់សិស្សានុសិស្សព្រមទាំងបរិស្ថានជុំវិញសាលារៀនស្ថិតនៅក្នុងមណ្ឌលភាសឹកភូមិរងចាំឃុំស្លក្រាមស្រុកស្វាយជែកការចុះពិនិត្យនេះមានគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃទីតាំងរោងចម្អិនអាហារកន្លែងរៀបចំនិងចែកចាយអាហារជូនសិស្សានុសិស្សព្រមទាំងបរិស្ថានជុំវិញសាលារៀនដើម្បីធានាបាននូវអនាម័យសុវត្ថិភាពនិងបរិយាកាសសិក្សាដែលមានភាពសមស្របសម្រាប់សិស្សានុសិស្សជាមួយគ្នានេះក្រុមការងារបានពិភាក្សានិងពិនិត្យលទ្ធភាពរៀបចំទីតាំងព្រមទាំងការងារចាំបាច់មួយចំនួនដើម្បីឲ្យការផ្តល់សេវាកាន់តែប្រព្រឹត្តទៅប្រកបដោយគុណភាពទាក់ទងទៅនឹងការផ្តល់អាហារអនាម័យនិងសុវត្ថិភាពលោកប្រធានមន្ត្រីក៏បានជំរុញឲ្យគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនិងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់លើអនាម័យបរិស្ថាននិងសុវត្ថិភាពរបស់សិស្សានុសិស្សជាពិសេសក្នុងបរិបទដែលសាលារៀនស្ថិតនៅក្នុងមណ្ឌលភាសឹកនេះបាទ